យ៉ាសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ channel ឈួរទី2សាយថ្មីហើយនេះគឺជា blog កាត់ទៅក្នុងព្រះឆ្នាំមុនដែលពួកយើងទៅរយៈពេល2យប់3ថ្ងៃប៉ុន្តែជាអក្សរយើងជួបព្យុះជើងកុំភ្លេចតាមដានទាំងអស់គ្នា3ចោលអីឡងណាដល់ក្នុងផ្សារឡើងពីព្រលឹមដល់ពីយប់នៅព្រះអីយើងឡើងដល់មក3ណាទីទៅ2ហ៎ឲ្យយកខ្ញុំមកក្លុងអញ្ចឹងអូខេចាំចុះថតផ្លូវឡាយមើលយើងសួស្តីទាំងអស់គ្នាយើងចុះពីឡានហើយយើងដើរទៅកន្លែងផ្លូវនៅក្នុងព្រះហ្នឹងហ្មងចាំមើលកន្លែងឡើងចោលមើលអីគឺយើងដើរទៅគឺយើងនេះឡើងសមាជិក2-10នាក់ឯកាយ2នាក់ទៀតអញ្ចឹងវា4នាក់ចឹងយើងដើរទៅដែរមួយឲ្យ10ឈៀងđiមួយប្តីបាទសប្បាយទេប្តីសប្បាយទេខ្វាយយ៉ាងមកលើនេះកន្លែងឡើយទេបាទហើយនេះគឺជាផ្លូវដើរចុះពីផ្លូវកង់វាវែងហ្នឹងបងប្អូនគ្នាដើរទៅដំណាក់ទី1នោះគឺដំណាក់អូត្រីដើរប្រហែលជា1គីឡូ2គីឡូយើងមកដល់ដំណាក់អូត្រីហើយដើរអត់ចូលតិចអីហត់បងហើយឥឡូវម៉ោង3ជាងហើយនៅក៏ឡើយគឺជើងភ្នំតំឡើងមកបន្តិចទេអូខេខ្ញុំមើលផ្លូវមុខទៀតអត់ទេចេះសួស្តីដល់អ្នកគ្នាឥឡូវយើងបានមកដល់ចំណតអីគេអូត្រី315ម៉ែត្រក៏មកទៅដល់ចំណតដើមកោះមន់ហើយមានចំណតអូថ្មចំណតប៉ាក់ពិនដំណាក់បាក់កណ្ដុលអីបាទចុងវាថៅវរីជំរំចុងភៅហើយដល់កពូមានយកនំប៉័ងមកអូនហ្នឹងមកយកតបយើងដើរពីវាលកន្លែងផ្លូវកង់វាវែងហ្នឹងយើងដើរមកមានអូនមួយឆាច់តោះមកយើងឡើងទៅចំណតដើមកោះមន់មួយទៀតឥឡូវយើងចុះយើងត្រៀមវីអូរៀបអីត្រៀមឡើងហេឡូបងបាទបងសុខសប្បាយឈ្មោះអីបងឈ្មោះរនបាទគាត់ណែនាំផ្លូវឡើងទៅហើយពឹងលើរនណាបាទបងត្រីបាទ teacher មានអារម្មណ៍ជា1គីឡូ2គីឡូយើងមកដល់ដំណាក់អូត្រីហើយ teacher អូខេស្កម្មភាពយើងអង្គុយលាបនីអូសម្រួយអាបត់ញ៉ាំ snake ទីទួចចឹងដល់នេះមិននឹងបន្តដំណាក់បន្តទៀតយ៉ាសួស្តីបងប្អូនឥឡូវបន្ទាប់ពីដើរមកសន្ទុះមកយើងមកដល់ដំណាក់មួយទៀតហើយបាទដើមកោះមន់បាទឥឡូវយើងឡើងទៅដំណាក់មួយទៀតចាំមើលដល់ដំណាក់ប៉ក់ពិនមើលហើយអត់មានប៉ក់ពិនទេបាទតែគេឯងថាចោតបាទដំណាក់ហ្នឹងគឺចោតមិនទៅដាក់ឈ្មោះប៉ក់ពិនវិញតែដំណាក់ចោតដំណាក់ប៉ក់ពិនទេយើងចង់ឡើងទៅដល់ប៉ក់ពិនមិនដំណាក់ធំអីទេតាមផ្លូវមានសភាពមិនពិបាកខ្លាំងទេមានថ្មមានអីចឹងដោយសារយើងដើរតាមផ្លូវទឹកឈូសទេដោយសារយើងទៅរៀងជ្រែហើយយើងទៅឡើងទៅម៉ោង3ហើយសុភាវាទៅមកឥឡូវមិញឡើងមកបាទប៉ែលកង់វិញសពកង់សពអីខ្លះសពអីឈៀតម៉ៃនេះឥឡូវឯងមិនហីបងមិនហីមានមិនអត់នេះសំដែងទេណាសំដែងចាំមើលសេរីថាបបោះក្រោយបានក៏បោះគឺសម្ភាសគ្នាបាក់ជំនឿមួយក៏តាមការទៅសួរហ្គាយមកថ្ងៃហ្នឹងយើងមកដល់ច្រើនទីនិយាយទៅ 30% បងទៅ 30% ដែលយើងចំណាយពេលចាប់ពីម៉ោង3មកម៉ោង2កន្លះមកដល់វាម៉ោង4បាទទៅស្រុកទៅ5ម៉ោងកន្លះ
30 បងមកមួយគេ អានេះក៏មានកង់ ជាតាមមួយចាំហ៎ រន ម្ចាស់ប្រុសឈ្មោះជួយបងបងមួយសេរីបងអ្នកនរជួយ subscribe បងបាទចំណាសេរីទេអធិស្ឋានតែបងឈ្មោះទេបង បាទឈ្មោះស៊ីពីងបាទស៊ីពីងឈួរ បាទស៊ីពីងឈួរអធិស្ឋាន YouTube channel ឈ្មោះបាទ ស៊ីពីងឈួរហ្នឹងហើយ ស៊ីពីងឈួរអ្នកនរនេះថ្ងៃនេះ subscribe ម្នាក់ យើងចូល subscribe ម្នាក់មួយបាទ ចូលទៅ subscribe ហើយអាន subscribe ឲ្យ ពូនេះយើងសម្រាប់ចិត្តឡើងតាមជាហៀងវិញអត់ឡើងតាមអូទេសភាពស្អាតនេះទេពេលចុះមកវិញយើងចុះតាមអូហ្នឹងដោយសារវាយប់អញ្ចឹងឡើងទៅជាហៀងស្នុកដើរជាងពេលឡើងតាមថ្មទឹកធ្លាក់ហ្នឹងវាពិបាកឡើងវាថ្មច្រើនហ្នឹងយប់ពិបាកមើលអូខេចាំមើលផ្លូវវាងតាមជារៀលជាហៀងវិញបាទចាំមើលទៅភាពមិនអាចឡើងម្នាក់បងឯងតែតូចអ្វីដែលដូចគ្នាគឺហត់ម៉ែមកដល់មើលប៉ប៉ុននេះបាទឥឡូវក៏ពីយើងដើររុនទៅរៀងអ្នកខ្លះប៉ះកង់អ្នកខ្លះសັບខ្យល់ឥឡូវមកដល់ 50% ហើយបាទនេះបាទបាយកង់លុបឡើយ How you feel គឺលេងនិយាយបាទញឹមដឹងហើយបាទមុខរូបសញ្ញាខ្លួនហើយរូបសញ្ញាគេដឹងអ្នកនិយាយហ្នឹងបានបែកកង់ចា ទីតអូខេមែនបងប៉ុនលប់ទេម៉ោងយើងម៉ោង50រន់បាទធាដកស្បៀងមកហើយបាទ hot dog only hot dog ហើយអើពូអូខេបងអូខេ 50% ប៉ក់ប៉ុនអូខេតែចាំខែ3ចាំមកទៀតឃើញប៉ក់ប៉ុនហើយបាទយើងដើរមកដល់អូនេះបាទអូនេះមានឈើអីផ្សងកាត់មួយដាក់ទៀតហើយតពីទៅដាក់ប៉ក់ពិនមកមានមិនហងប៉ះកង់ពីសបកពីបណ្ណាបាទឥឡូវយើងបន្ទាប់ពីដើរទៅទ្រូមកយើងមកដល់ដំណាក់បាញ់កដោហើយបាទ60 70% Welcome to my guy 70%ហើយតែធម្មតា6 10គីឡូចុះសាឈៀនអូតាំងពីកាឈៀនចុះតិចចឹងអានោះសូរ៉ាហ្នឹងគឺបាយកង់នេះមកមកយកនេះយកនេះតាមហើយបងប្អូនអីមើលអត់ទៅនេះនេះគឺជាសកម្មភាពថ្ងៃព្រឹកថ្ងៃទី2ភាសាយប់ពេលល្ងាពេកខ្ញុំអត់បានថតសកម្មភាពញ៉ាំបាយញ៉ាំអីទេ
យើងងូតទឹកអីញ៉ាំបាយចូលគេងហើយព្រឹកឡើងគឺខ្យល់ខ្លាំងមែនតើដោយសារខ្ញុំទៅនឹងចំពេលព្យុះអញ្ចឹងវាមានបញ្ហាដោយសារយើងមិនអាចដើរទៅកន្លែងគោលដៅទេសចរបន្ទាប់ឆ្ងាយពីកន្លែងបានទេមានព្យុះរលឹមភ្លៀងអញ្ចឹងណានេះបើបោះតង់ខ្យល់បក់តង់ត្រៀបត្រត់រហូតហើយកាទៅនោះគឺខ្ទង់ខែ1ចូលឆ្នាំចិននេះអ្នកនរគ្នាគឺសកម្មភាពយើងដុតធ្មេញលុបមុខទឹកគឺមានមួយថ្លុកទេទឹកជាក់ខ្លាំងមែនទែនពេលយប់ឡើងអាកាសធាតុខ្ទង់ 6-7 អង្សាHello សួស្តីបងប្អូនបាទឥឡូវយើងឆុងវីយើងបាយទៅលេងចំពោះប្រាំងហើយឥឡូវម៉ោង 6:54 ហើយយើងត្រៀមឆុងវីផឹកកាហ្វេហើយយើងចេញទៅចំពោះប្រាំងយើងមើលតើឲ្យដល់ថ្ងៃអីអត់ថតទេសភាពឲ្យមើលនៅរួមជាអស់ហើយនេះ9 អង្សាដែរទីអត់ជាក់លីងបាយឆ្នាំងទឹកanhមានកម្មាហ្នឹងកម្មាបែរចាំមានកម្មាគឺមកទឹកដល់កម្មាឲ្យមើលមកនៅបញ្យូននឹងកសតែឃើញកម្មាឯងអូយចាំអើយចង់ហ្នឹងអូយបាយនិយាយមើល បងប្អូនគ្នានេះគឺជាសកម្មភាពនៅដំណាក់មេចុងភៅដែលយើងធ្វើការញ៉ាំអាហារពេលព្រឹកគឺញ៉ាំមីកំប៉ុងមួយប្រហិតជាមួយនឹងស្ពៃបូកូហ្នឹងហើយនេះមិនដែលស្អាតកំពុងតែសំបែងស្រុះស្ពៃបូកូហើយឯងសុំទៅក្តៅផងហើយយើងនឹងរើតង់ទៅបោះនៅអូយមែនតែមនុស្សប្រុសអត់ខុសដល់ចាច់រហូតមើលអត់ ឯង មានស្ទាយថ្មីសោះគេញ៉ាំមីបាទ អូយញ៉ាំមីឆុងខ្លួនឯងសោះ មីឆុងមីឆា គេអត់ យើងមកដល់ដំណាក់ក្នុងព្រះហើយខ្យល់ខ្លាំងមែនទែនមានអ្នកខ្លះក៏រត់ទៅបោះនៅខាងក្នុងដោយសារគាត់ទ្រាំត្រជាក់មិនបានអញ្ចឹងណាបងពេលទៅគឺខ្ញុំអត់មានត្រៀមអាលងាត្រៀមអីទេដឹងតែត្រជាក់ដែរប៉ុន្តែយើងពាក់ស្រាលណាពេលចែកដល់ត្រជាក់ព្យុះខ្យល់អញ្ចឹងក៏ពិបាកច្រើនទៅមើលឡើងក្នុងមកនេះដឹកចាហាយមួយដឹកចាដឹកសហ្វុកទៀតស្អីដឹកសហ្វុកដែរមកក្នុង4 តង់ណាថឹបដឹកសហ្វុកតែកាត់ឡងមួយแรเมาấy thì nhấp từ trời táo đó
សូត ពីបោះតង់បោះអីហើយយើងក៏ចាប់ផ្ដើមចេញទៅចំពោះបារាំងប៉ុន្តែជាអកុសលគឺយើងមិនបានទៅទេភាសាមេឃភ្លៀងអញ្ចឹងយាយគាត់អត់ recommend ឲ្យទៅទេទោះបីជាទៅក៏មានអាប់មានអីចឹងពិបាកថតហើយជាផ្លូវដើរគឺពិបាកល្អខ្លាំងហើយគ្នាយើងក៏បាក់ស្បាតអីចឹងណា chặt với nhảy chung cung đôi chặt đây mà bóng cháu đấy cái speed start chơi mau ព្រោះមានអីចឹងយើងក៏ដូរផែនការមកនៅក្នុងព្រះវិញ cho nhanh cancel với nhé សួស្តីទាំងអស់គ្នាឥឡូវមក11:44ហ្នឹងយើងរៀបចំនៅញ៉ាំបាយនៅក្នុងតង់នៅលើក្នុងផ្ទះហ្នឹងលំរហូតអត់បានទៅបើតាបារាំងទេចាប់ហើយមកក្នុងផ្ទះអាប់ភ្លៀងអញ្ចឹងអត់ទៅទេអាស្រ័យទៅអត់មានអីមើលក៏ដែរហើយផ្លូវល្អិលថ្មផុកអីចឹងណា ឥឡូវខ្ញុំថតរូបជុំវិញហ្នឹងហើយយើងបាទថតរូបនៅជុំវិញនេះខ្លះខ្ញុំមើលបើអត់ភ្លៀងខ្ញុំបោះហោះដ្រូនឥឡូវរៀបចំទៅញ៉ាំបាយសិនញ៉ាំបាយហើយមិនមកទៀតចាំមើលសកម្មភាពតទៀតចាំទៅមើលសកម្មភាពញ៉ាំបាយចាំមើល view ចាំបើកមើល view ឲ្យ Yesមាន sleeping bag មួយទេមកលើហ្នឹងដោយសារវាបាច់បែកកង់អត់ហ៊ានយក sleeping pad មកទេនេះនៅតង់នៅចេះហើយ Spider 2គេបាន2នាក់ហើយគេនឹងម្នាក់ឯងណាមានកាមេរ៉ានៅក្រោមមួយទៀតនេះអាវអញ្ចឹងដល់ drone វាពាក់អូខេ ចឹងចាំទៅមើលនៅកន្លែងញ៉ាំអី អូខេដល់នេះឥឡូវយើងមកដល់ក្នុងរោងហ្នឹងហើយដែលយើងត្រៀមញ៉ាំអាហារថ្ងៃត្រង់គឺយើងមានឆោជក់ហើយឆ្នាំងក៏ដូចជាសាច់ក្រកមានត្រីអាំងអីចឹងណា cho chuột lạiឆ្នាំងហើយវាសាច់ក្រក មកទេមកសាក់មកជីវិតអត់ទេចាត់ទៅស្របងសុំសាក់មក យកទៅមកយកមួយមក បងអត់ទេហេ បងក៏មានការ surprise birthday ទៅសមាជិកក្នុងក្រុមដែរគឺបងឈៀងថាដាក់នឹង cake មួយហើយមេសុធានេះក៏បងឆ្លងមហូបយើង surprise មួយដល់ បងជួយបាយกันទេខ្ញុំពុំស្លោបាទប្រេងបាទបងប្អូនខ្ញុំពុំស្លោមហូបឲ្យគេ birthday បងប្អូនបាទខ្ញុំនេះពុំស្លោនេះគុក អូខេមាន Happy birthday ប្តីបងទួងសិន បងសួរឲ្យបានខ្លងខ្នើយណៃចៅ ថ្ងៃ3ខែ1 បង បងសួរឲ្យខ្នើយឡើងទុំ
ជាមួយ នេះមកឡើងខ្ញុំគឺណាមួយ ហើយនោះនឹងចាច់គ្នាញ៉ាំ ពុះទៅមិនបានគ្រប់គ្នាបានគ្រប់គ្នាអត់ចេញគ្នាអូចម្លែនណានេះមិនហ៊ានមិនធ្វើមិនបានដល់កាច់ទេ Phương này đang chạy mai Rồi mà. kia chơi Nó cho hốt phải đi của một xịt chắp chắp băng chắp Nia băng xịt băng khổ ạ. đưa băng đưa ấy Bong mà mày nên nắng coi cái ấy bong nè bong Anh nó sao nhưng mà Anh ấy không cười ca đã នេះគឺជាសកម្មភាពពេលល្ងាចរបស់គ្នាគឺអត់មានថ្ងៃលិចថ្ងៃរះទេគឺអាប់ព្យុះខ្យល់ភ្លៀងរលឹមរហូតគឺរោគរ៉ាក់ហ្មងបាទគឺនៅទៅលើភ្នំទេអត់មានទៅណាទេ អ្នកទាំងអស់គ្នាមើលតាអ្នកអង្គុយផឹកកាហ្វេទៅបាទគឺចេញផ្សែងមកនោះមកមេប៉ាក់ប្លុកសឹបបាទពងតែប្លុកហើយទោះបីជាល្ងាចយ៉ាងណាក៏កុំមិនភ្លេចប្លុកដែរ lấy chỗ một không mà cho một tầm bắn với trong phứ giờ em ngã đây với trong phứ thía ហើយយើងមកដល់ដំណាក់ចុងភៅវិញហើយ sang à គឺចុះមកយកបង្អែមមកបង្អែមក្តៅបបរសណ្តែកចាក់ចាក់បាទ ở đây là មេធាកំពុងតែភ្លក់ហើយបាទកំពុងតែផ្លុំខ្យល់ហើយ vậy trên say nhỉ với plom say mới admin ồ ôn plom say mới Việt ngày chọn gọi mình dạy chồng mấy những thọ rục lê nhưng bằng họ trốn ấy chứ lẹ cho riêng ở sân làng cổ là trốn
នេះជាដំណើរកំសាន្តចុះពីភ្នំទៅវិញហើយនេះគឺមក3ថ្ងៃ2យប់នឹងគឺអំបិលតែម្ដងបាទគឺអត់បានលេងចំោះបារាំងឬក៏ថ្មទាឬក៏ដើរតាមផ្លូវទឹកធ្លាក់ទឹកជ្រោះទេអាផ្លូវស្អាតហ្នឹងបាទគឺរសារសកម្មភាពដូចអ្នកនរឃើញស្រាប់អញ្ចឹងគឺព្យុះអញ្ចឹងធ្វើឲ្យការធ្វើដំណើរយើងគឺ fail បាទអញ្ចឹងយើងនឹងធ្វើដំណើរកំសាន្តទៅទីនោះម្ដងទៀតក៏ដូចជាទៅដៅកន្លែងល្បីដូចជាចំោះបារាំងថ្មទាដូចជាភ្នំតាកប៉ោងពេលក្រោយទៀតចាសសង្ឃឹមបងប្អូននឹងចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយ subscribe ជួយ like ជួយ share ហើយខ្ញុំនឹងផុសលើ Facebook ហើយនិង YouTubeអូខេស្ទើរបងប្អូនឥឡូវយើងបានចុះមកដល់ជើងភ្នំវិញហើយប្លុកក្នុងផ្ទះមានតែប៉ុណ្្នឹងទេគឺយើងទៅ fail វាច្រើនយើងបានទៅតែនៅលើកំពូលភ្នំក្នុងផ្ទះហើយ2ថ្ងៃហ្នឹងសាភ្លៀងរហូតហើយអាប់ត្រជាក់ខ្លាំងមែនទេគឺ8 9អង្សាទេពេលយប់ជ្រៅត្រជាក់ដេកក្រៅដាក់ស្លីព bag ហើយនៅតែត្រជាក់ដែរបាទអញ្ចឹងយើងបានមកដល់ក្រុមជោគជ័យហើយតែទៅអត់ទាន់សម្រាប់ធ្វើដែរនៅចំោះបារាំងហើយនៅថ្មទាហើយនៅតាកប៉ោងអីទៀតចាំមកលើក្រោយទៀតអញ្ចឹងយើងមកបានត្រឹមតែខ្នងព្រះទេចែកដៃកង់
ឡើយយើងរៀបចំទៅវិញហើយឲ្យបានចូលឡាន yes បើជួយ subscribe like share ដាក់ shipper ផងបាទអូខេ bye